លើពិភពលោកកសិកម្មមានការរីកចម្រើនដោយយកចិត្តទុកដាក់រដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការបង្កើតប្រព័ន្ធធារាសាស្ត្រនិងការបង្កាត់ពូជការប្រើប្រាស់ដី អនុវត្តសេដ្ឋកិច្ចទីផ្សារសេរីកម្ពុជាក្លាយជាកន្លែងវិនិយោគទុនដ៏ទាក់ទាញជំរុញនិងលើកទឹកចិត្តជាការវិនិយោគទុនពីឯកជនបង្កើតទុនពីបរទេសជំរុញវិស័យឧស្សាហកម្មមានការរីកចម្រើនផ្នែករោងចក្រសហគ្រាសតូចធំជាច្រើនជាពិសេសរោងចក្រវាយនភ័ណ្ឌសម្រាប់បង្កើតការងារដល់ប្រជាពលរដ្ឋជៀសវាងការធ្វើចំណាកស្រុកនិងកាត់បន្ថយភាពក្រីក្រឥឡូវយើងមកនិយាយអំពីជំរុញឲ្យមានការយកចិត្តទុកដាក់លើវិស័យទេសចរវប្បធម៌និងទេសចរធម្មជាតិសម្រាប់ការទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិធ្វើឲ្យអត្រាប្តូរប្រាក់មានស្ថិរភាពហើយបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក2004ចំពោះវិស័យសង្គមឆ្នាំ1993មកដល់បច្ចុប្បន្នរដ្ឋាភិបាលបានរៀបចំសណ្ដាប់ធ្នាប់សង្គមរក្សាសន្តិសុខសន្តិភាពសុវត្ថិភាពនិងសន្តិភាពពេញលេញធ្វើឲ្យមានសមិទ្ធផលជាច្រើនកាត់ឡើងដូចជាកសាងសាលារៀនពីមត្តេយ្យសិក្សារហូតដល់សាកលវិទ្យាល័យកសាងមន្ទីរពេទ្យផ្លូវថ្នល់ស្ពានអាកាសប្រព័ន្ធធារាសាស្ត្រជាពិសេសគឺសេដ្ឋកិច្ចមានការរីកចម្រើនប្រជាជនមានជីវភាពកាន់តែប្រសើរការអនុវត្តច្បាប់មានការទប់ស្កាត់ការជួញដូរមនុស្សការជួញដូរគ្រឿងញៀននិងអំពើភេរវកម្មមានសិទ្ធិសេរីភាពផ្នែកសារព័ត៌មាននិងអនុញ្ញាតឲ្យមានសិទ្ធិសេរីភាពក្នុងការបង្កើតអង្គការសង្គមស៊ីវិលហើយនឹងសមាជិកភាព gender គឺផ្ដល់សិទ្ធិឲ្យស្ត្រីតែនេះគឺដកស្រង់ចេញពីការរៀនពីចម្ងាយ e-learning របស់ក្រសួងដែលសិតតែជាសំណួរខ្លឹមហើយសំណួរខ្លះគឺវាឆ្លើយដូចគ្នាទេអញ្ចឹងយើងចាំតែមកសំណួរក៏អាចឆ្លើយសំណួរផ្សេងដែរបកសំណួរពិបាកចាំមែនតើពេកយើងអាចចាំវាតែកកហើយយើងធ្វើការបកស្រាយវាដោយខ្លួនឯង Bye bye good luck on your exam